បញ្ហាតម្លៃស្រូវចុះថោកជារៀងរាល់ឆ្នាំនៅរដូវប្រមូលផលគឺជាទុក្ខសោកដ៏ធំមួយសម្រាប់បងប្អូនប្រជាកសិករខ្មែរយើងដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិផលប៉ះពាល់និងទុក្ខលំបាកចម្បងមួយការខាតបង់ឬចំណេញតិចតួចបំផុតតម្លៃស្រូវដែលកសិករលក់បានពេលខ្លះมันអាចទូទាត់ថ្លៃដើមផលិតដូចជាថ្លៃជីថ្លៃថ្នាំកសិកម្មថ្លៃប្រេងសាំងថ្លៃភ្ជួររាស់និងថ្លៃជ្រកកាត់បានគ្រប់គ្រាន់នោះទេពីរកសិករខ្លះត្អូញត្អែថានេះស្រូវនេះ700 600ដល់ក៏ខណៈដែលពួកគាត់ស្នើចង់បានយ៉ាងតិចបំផុត 1000 រៀលឡើងទៅក្នុង1គីឡូក្រាមទើបអាចរួចខ្លួនឬចំណេញបន្តិចបន្តួចជួនកាលត្រូវចូលដើមវិញទៀតព្រោះការចំណេញខ្ពស់ជាងចំណូល 2. បន្ទុកបំណុលកាន់តែធ្ងន់ធ្ងរកសិករភាគច្រើនខ្ចីបំណុលពីធនាគារឬមីក្រូហិរញ្ញវត្ថុយកមកធ្វើដើមទុនរីឯអ្នកខ្លះទៀតកម្ចីឯកជនក៏មាននៅពេលតម្លៃស្រូវធ្លាក់ថ្លៃខ្លាំងពួកគេមិនមានលទ្ធភាពសងត្រឡប់ទៅស្ថាប័នហិរញ្ញវត្ថុទាន់ពេលឬគ្រប់ចំនួននោះទេដែលនាំឲ្យបំណុលកើនឡើងនិងជីវភាពដុតដាប 3. កង្វះទីផ្សារនិងតម្រូវការប្រញាប់នៅរដូវប្រមូលផលកសិករសម្រុកច្រូតកាត់លក់ក្នុងពេលតែមួយដើម្បីយកប្រាក់ដោះស្រាយបំណុលនិងការចំណាយផ្សេងៗធ្វើឲ្យបរិមាណស្រូវហូរចូលទីផ្សារច្រើនហើយឈ្មួញកណ្ដាលចុះថ្លៃខ្វះខាតកន្លែងស្តុកទុកឬសម្ងួតឃ្លាំងនិងឡសម្ងួតដែលមានន័យថាมันអាចរក្សាស្រូវទុកលក់នៅពេលបានថ្លៃនោះទេពិតមែនហើយហាងចេកតម្លៃស្រូវប្រែប្រួលខ្លាំងពេលខ្លះក្រឡុកពេលព្រឹកបានថ្លៃដល់ពេលច្រូតហើយលក់បានធ្លាក់ថ្លៃវិញក៏មាន 4. ថ្លៃដើមផលិតកម្មឡើងថ្លៃមិនត្រឹមតែស្រូវចុះថ្លៃទេប៉ុន្តែតម្លៃជីថ្នាំកសិកម្មនិងប្រេងសាំងសម្រាប់បូមទឹកក្នុងស្រូវប្រាំងឬសម្រាប់គ្រឿងយន្តកសិកម្មបន្តឡើងថ្លៃជាប្រចាំពីមួយឆ្នាំទៅមួយឆ្នាំក្នុងនាមខ្ញុំជាប្រជាជនមួយរូបសូមជួសមុខឲ្យប្រជាកសិករទូទាំងរាជធានីខេត្តក្រុងសូមធ្វើការស្នើដល់រដ្ឋាភិបាលឬស្ថាប័នពាក់ព័ន្ធចំនួន 4 ចំណុច 1. កំណត់តម្លៃអតិបរមាតម្លៃស្រូវឲ្យបានច្បាស់លាស់និងសមរម្យយ៉ាងហោចណាស់ 1000 រៀលក្នុង1គីឡូក្រាមឡើងទៅដើម្បីធានាថាកសិករមិនខាតបង់ដើមទុន 2. ពង្រឹងហិច្ឆតារចនាសម្ព័ន្ធពង្រីកប្រព័ន្ធធារាសាស្ត្រឲ្យគ្រប់គ្រាន់មិនពឹងលើទឹកភ្លៀងតែម្យ៉ាងនិងសាងសង់ឃ្លាំងស្តុកនិងឡសម្ងួតបន្ថែមទៅតាមមូលដ្ឋាន 3. ទុនបង្វិលស្នើឲ្យរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកាអន្តរាគមន៍ដូចជា$100 លានក្នុងមួយឆ្នាំពេលកសិករប្រមូលផលស្រូវឲ្យមានប្រសិទ្ធភាពដោយប្រើប្រាស់សម្រាប់ប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យនៅរដូវប្រមូលផលដើម្បីស្តុកទុកនិងលក់ចេញវិញនៅពេលតម្លៃឡើង 4. ជំនាញនិងបច្ចេកទេសផ្ដល់ការណែនាំបច្ចេកទេសដាំដុះនិងការប្រើប្រាស់ជីធម្មជាតិឲ្យបានធំទូលំទូលាយ វគ្គនេះស្រូវចុះ